នេះជាសារដើមតនកាត់ហើយនេះជាសារដែលកាត់រួចអូខេសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលនិយាយពីការកាត់ហើយម៉ូតសក់ដែលខ្ញុំលើកយកមកនោះគឺម៉ូត Comma Mallet ឬក៏ហៅជាភាសាខ្មែរយើងថាម៉ូត Mega Art ហើយក៏សូមទោសផងបើសិនជាខ្ញុំនិយាយម៉ូតសក់នេះទៅខុសដោយសារតែខ្ញុំអត់សូវស្គាល់ម៉ូតសក់ទេហើយសម្រាប់កន្លែងផ្សេងក៏ហៅមិនដូចគ្នាដែរមិនដឹងជាងអាចអីទេស្គាល់ម៉ូតសក់ហើយបើសិនជាខ្ញុំអត់ស្គាល់មែនឲ្យខ្ញុំថាស្គាល់យ៉ាងម៉េចបងហើយចុះបើបងស្គាល់ថាម៉ូតអីបងកុំភ្លេចជួយ comment ប្រាប់ខ្ញុំម្នាក់មួយហើយសម្រាប់ការកាត់ម៉ូតនេះផងដែរគឺងាយទេអត់ពិបាកទេបងប្អូនហើយសម្រាប់ជើងសក់នេះផងដែរកាត់វែងកាត់ខ្លីសឬមួយក៏ខ្មៅអាស្រ័យលើភ្ញៀវស្រឡាញ់ទេចឹងហើយយើងលៃលោកតាមដែលភ្ញៀវកំងហើយចំពោះភ្ញៀវខ្ញុំម្នាក់នេះផងដែរគឺគាត់អត់ស្រឡាញ់ជើងសក់សទេគាត់គ្រាន់តែឲ្យបោះឲ្យរៀនស្មើបន្តិចតែប៉ុណ្ណោះបាទពីយើងសេរីជើងសក់តាមដែលភ្ញៀវចង់បានមកយើងមកធ្វើការច្រាប់ជើងសក់ឲ្យមានរាងបន្ទាប់មកយើងកោឲ្យវាហើយចំពោះការកោជើងសក់នេះផងដែរបើសិនជាយើងកោកោងពេកក៏មិនសូវស្អាតដែរហើយបើសិនជាយើងកោបញ្ឈរខ្លាំងពេកក៏វារឹតតែមិនស្អាតចឹងហើយយើងជាជាងយើងគួរណាតែលៃលោកហើយយើងមើលមួយសំរុំឲ្យភ្ញៀវទៅហើយបន្ទាប់មកសួរគាត់ថាគាត់ស្រឡាញ់ឬមួយក៏អត់បើសិនជាគាត់ស្រឡាញ់នោះរួចរាល់ជាការហើយចំពោះការកោកន្លែងពីខាងលើតិចនេះក៏ដូចគ្នាដែរបើសិនជាយើងកោមិនបានមូលស្អាតទេនោះពេលដែលមើលមកគឺអត់ស្អាតទេអញ្ចឹងយើងព្យាយាមធ្វើយ៉ាងណាឲ្យវាកោងឲ្យស្អាតហើយកុំច្រឹបចូលខ្លាំងពេកបងប្អូនយើងកោតែកូនសក់ដែលលៀនចេញមកបានហើយចំពោះការកោជើងសក់ក៏ដូចគ្នាបើសិនជាយើងកោធំពេកក៏មិនសូវស្អាតហើយទូចពេកក៏មិនសូវស្អាតចឹងហើយយើងលៃលោកមកល្មមហើយតាមដែលភ្ញៀវស្រឡាញ់ហើយបន្ទាប់ពីយើងកោរួចយើងមកធ្វើការឈូសរោមកន្លែងកក៏ដូចជាកន្លែងខាងក្រោមតិចហើយយើងកោបន្ថែមវាមកឲ្យកាន់តែចេញរាងស្អាតហើយកោរោមឲ្យអស់មកគឺមើលទៅស្អាតមែនតើសក់ដែលយើងធ្វើបានផ្ចិតផ្ចង់បែបនេះគឺអត់មានសល់រោមកន្លែងណាគឺភ្ញៀវកាន់តែចូលចិត្តផងដែរហើយចំពោះម៉ូត Comma Mallet នេះផងដែរគឺសក់ខាងលើគឺអាស្រ័យទៅលើភ្ញៀវកំងទេបើសិនជាគាត់ស្រឡាញ់រាងខ្លីយើងកាត់ឲ្យខ្លីបើសិនជាគាត់ស្រឡាញ់រាងវែងយើងទុកឲ្យរាងវែងហើយខ្ញុំសូមបញ្យល់បងប្អូនយើងតិចពាក្យថា Comma ហ្នឹងមកពីពាក្យថាពុះកដាលអញ្ចឹងសក់ដែលពុះកដាលគឺគេហៅថា Comma ហើយសម្រាប់ពាក្យ Mallet ហ្នឹងគឺសំដៅទៅលើសក់ខាងក្រោយឲ្យតែប្រភេទសក់ដែលគេទុកខាងក្រោយគឺគេហៅថា Mallet បងប្អូនហើយសម្រាប់សក់ទុកខាងក្រោយ Mallet នេះអាស្រ័យទៅលើភ្ញៀវដែលគាត់ស្រឡាញ់ទេគាត់ស្រឡាញ់ខ្លីក៏យើងទុកខ្លីស្រឡាញ់រាងវែងក៏យើងទុកវែងទៅតែគេហៅថា Mallet សម្រាប់សក់ដែលទុកពីក្រោយអញ្ចឹងបញ្ជាក់បងប្អូនយើងផងដែរជួយចាំទាំងអស់គ្នាហើយបើសិនជាខ្ញុំនិយាយទៅខុសក៏អធិស្ឋានផងហើយកុំភ្លេច comment ប្រាប់ខ្ញុំផងហើយចំពោះការចាប់ម៉ូតប្រភេទសក់ដែលគេហៅថា Comma ឬមួយក៏ហៅជាភាសាខ្មែរយើងថាពុះកដាលនេះគឺសម្រាប់ខ្ញុំគឺខ្ញុំផ្លុំពីខាងគល់កន្លែងកដាលហ្នឹងគឺផ្លុំឲ្យវារៀងបញ្ឈរគល់ឡើងលើហើយសម្រាប់សក់ខាងគឺយើងផ្លុំឲ្យវារៀងកោងទៅពេលដែលភ្ញៀវជ្រងសក់ទៅគឺឃើញស្អាតបងប្អូនហើយបន្ទាប់ពីកាត់រួចយើងយកកញ្ចក់ឲ្យភ្ញៀវមើលមកបើសិនជាភ្ញៀវងក់ក្បាលនោះគឺលុយសុទ្ធ 10000 រៀលហើយបន្ទាប់ពីកាត់រួចបងប្អូនយល់យ៉ាងណាដែរបើសិនជាស្អាតឬមួយក៏មិនស្អាតកុំភ្លេច comment ផ្ដល់យោបល់ឲ្យខ្ញុំម្នាក់មួយផងហើយបើសិនជាចូលចិត្តរាល់ clip វីដេអូរបស់ខ្ញុំបានដែលចែកម្លែកទៅកុំភ្លេចចុច like ចុច share ក៏ដូចជាជួយចុច follow ឲ្យខ្ញុំម្នាក់មួយផងខ្ញុំនឹងព្យាយាមរកអ្វីថ្មីចែកម្លែកជូនបងប្អូនយើងទាំងអស់គ្នាអរគុណច្រើនជួបគ្នានៅក្នុង clip វីដេអូក្រោយ